ជំរាបសួរបងប្អូនទាំងអស់គ្នាដែលបានចូលមកកាន់វីដេអូនេះខ្ញុំសូមបង្ហាញបងប្អូនពីរបៀបដោះស្រាយបញ្ហាឆាតរបស់យើងមានបញ្ហាចុចស្ដាប់សំឡេងអត់កើតឬក៏ call ជាវីដេអូ call ធម្មតាក៏អត់កើតហើយបញ្ហានេះទូរស័ព្ទខ្ញុំបានដោះស្រាយបញ្ហានឹងរួចហើយបើបងប្អូនពេលចុចទេទៅគឺទេអត់កើតក្នុងទម្រង់បែបណាក៏ដោយវាទេទៅលោតថយក្រោយឬក៏ទេពេលយើង call វីដេអូទៅវាលោតដាច់ហ្មងអាហ្នឹងក៏អាចធ្វើវិធីសាស្ត្រនឹងដូចគ្នាបងប្អូនគ្រាន់តែចូលទៅក្នុង Play Store មកបាទចូល Play Store បន្ទាប់មកបងប្អូនវាយពាក្យ Messenger ហ្នឹងទៅMessenger បាទបន្តមកទៀតវាលោត app Messenger នៅកន្លែងនេះហើយបើសិនជាវាលោតថា update បងប្អូនចុចពាក្យ update ហ្នឹងទៅឲ្យវា update ឲ្យពេញហើយបន្តមកបងប្អូនចូលទៅក្នុង setting នេះកម្មវិធី setting នេះហ្នឹងចូលមកបន្តទៀត scroll ទៅរកពាក្យថាapp management កន្លែងនេះបន្តមកទៀតបងប្អូនរកខាងលើបំផុតនេះ app list ខាងលើនេះបងនេះចូលមកហើយបន្តទៀតបងប្អូន scroll ទៅខាងក្រោមរកពាក្យអធិស្ឋានរក app Messenger របស់យើងហ្នឹងបាទ Messenger នេះចូលមកបន្តទៀតចុចខាងលើបំផុតនេះបាទហើយបន្តទៀតបងប្អូន clear cache ខាងក្រោមនេះ clear វាហើយបន្តទៀត clear data ហើយបើពេល clear រួចរាល់បងប្អូនចូលទៅក្នុងកម្មវិធី Messenger របស់យើងមកចូលមកយើង log in account របស់យើងចូលទៅហើយយើងប្រើធម្មតាគឺអាចប្រើបានហើយអត់មានបញ្ហា call ទៅ load ថយក្រោយឬក៏ឆាតលេងចេញទៀតហើយបាទវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនជម្រាបលាជួបគ្នាវីដេអូក្រោយបាយ